ជាដំបូងខ្ញុំបាទសូមជម្រាបសួរដល់លោកគ្រូអ្នកគ្រូនិងសួស្តីបងប្អូនសិស្សានុសិស្សទាំងអស់គ្នាខ្ញុំបាទឈ្មោះធីរាវុធឯកទេសខាងដីវិទ្យាហើយថ្ងៃនេះផងដែរខ្ញុំនឹងធ្វើបទបង្ហាញនៅមេរៀនគំរូការធ្វើតេស្តបង្ហាញការសុំការកំណត់ពីទឹកធម្មជាតិដោយធ្វើការពិសោធន៍នេះតាមរង្វាន់ CEO ការធ្វើតេស្តបង្ហាញជាតិកបោនៅក្នុងទឹកនេះគឺជាសកម្មភាពពិសោធន៍មួយដើម្បីវាស់វែងពីគុណភាពទឹកនិងផលប៉ះពាល់របស់វាទៅលើជីវិតប្រចាំថ្ងៃហើយក្នុងការពិសោធន៍នេះផងដែរយើងនឹងប្រើវិធីសាស្ត្រសាប៊ូសាមញ្ញមួយដើម្បីវាស់កម្រិតភាពរឹងនៃទឹកគោលបំណងនៃបទបង្ហាញថ្ងៃនេះគឺដើម្បីកំណត់កំហាត់ជាតិកបោនៅក្នុងសំណាក់ទឹកធម្មជាតិដោយប្រើសាប៊ូមុននឹងធ្វើការពិសោធន៍នេះផងដែរខ្ញុំមានសំណួរកលឹះមួយដើម្បីសួរអ្នកទាំងអស់គ្នាដើម្បីគិតតើយើងអាចកំណត់កំហាត់ជាតិកបោនៅក្នុងទឹកធម្មជាតិដោយប្រើសាប៊ូបានយ៉ាងដូចម្តេចសូមអ្នកទាំងអស់គ្នាធ្វើការគិតនិងពិភាក្សាដើម្បីរកកំណត់កំណាងអ្នកទាំងអស់គ្នាអាចអះអាងបានថាទឹកដែលមានជាតិកបោច្រើនគឺមានពពុះសាប៊ូតិចប៉ុន្តែទឹកដែលមានជាតិកបោតិចគឺមានពពុះសាប៊ូច្រើនអញ្ចឹងមុនចូលដល់ដំណើរការពិសោធន៍ផងដែរខ្ញុំនឹងរៀបរាប់នៅសម្ភារៈពិសោធន៍មានដូចជាសាប៊ូមានដូចជាសារ៉ាចំណុះ500មីលីលីត្រទឹកកណ្ដូងទឹកម៉ាស៊ីននិងកែវក្រិតចំនួនចំណុះ1000លីត្រនិងដបទឹកដាក់សំណាក់ទាំងពីរគឺទឹកកណ្ដូងនិងទឹកម៉ាស៊ីនផងដែរដើម្បីកុំឲ្យខាតពេលយូរសូមអ្នកទាំងអស់គ្នាធ្វើការពិសោធន៍ជាមួយខ្ញុំទាំងអស់គ្នាណាអញ្ចឹងទី1គឺយើងត្រូវចាក់ទឹកកណ្ដូងចំណុះ200មីលីលីត្រទៅក្នុងកែវវាសែនហ្នឹងបន្ទាប់មកយើងចាក់ចូលដបខួดបេះនេះចំពោះទឹកស៊ីវគឺដូចគ្នាយើងចាក់200មីលីលីត្រដែរហើយបន្ទាប់មកគឺយើងចាក់ចូលនៅក្នុងដបដើម្បីធ្វើតេដូចគ្នាខ្ញុំនឹងគេស្រួលមកដាក់ចិត្តគ្នាហើយបូមវាចំណុះ1មីលីលីត្រដាក់ចូលទៅក្នុងដបនីមួយៗគឺយើងចាក់ចូលទៅក្នុងដបទឹកហ្នឹងអញ្ចឹងយើងបូម1មីលីលីត្រទៀតដើម្បីចាក់ចូលដបទី2ដូចគ្នាបន្ទាប់ពីចាក់សាប៊ូចូលទៅក្នុងដបទាំងពីរហ្នឹងគឺយើងបិទកម្ដៅដបហ្នឹងមកចិត្តហើយយើងធ្វើការក្រឡុកវាទាំងពីរហ្នឹងគឺចំនួន15វិនាទីណាបន្ទាប់ពីក្រឡុកហើយគឺយើងធ្វើការសង្កេតដបទឹកទាំងពីរហ្នឹងអញ្ចឹងគឺដបទឹកដែលដាក់ទឹកម៉ាស៊ីនហ្នឹងគឺពពុះឡើងទៅដល់លើហើយសភាពទឹកគឺមានថ្លាប៉ុន្តែទឹកដែលប្រើទឹករងហ្នឹងគឺទឹកប្រែជារៀងល្អបន្តិចហើយពពុះវាអត់សូវមានទេអញ្ចឹងយើងបន្ថែមសាប៊ូ1មីលីលីត្រទៀតដើម្បីចង់ដឹងថាតើពពុះសាប៊ូហ្នឹងវាឡើងស្មើគ្នាទៅនឹងទឹកម៉ាស៊ីនដែរឬទេបន្ទាប់ពីនេះទៅគឺយើងដាក់ចូលវាទៅក្នុងទឹកកណ្ដូង1លីត្រទៀតហើយយើងធ្វើការក្រឡុកវាចំនួន15វិនាទីបន្តទៀតបន្ទាប់ពីក្រឡុកវាបន្ទាប់ពីដាក់សាប៊ូហើយយើងក្រឡុកវា15នាទីហើយឃើញសភាពទឹកនៅទឹករងហ្នឹងគឺវាមានភាពល្អក់ហើយពពុះសាប៊ូវាកើនឡើងបានបន្តិចអញ្ចឹងដើម្បីចង់ដឹងថាវាស្មើនឹងពពុះសាប៊ូកើនឡើងស្មើដល់ទឹកខ្លាំងអត់អញ្ចឹងគឺយើងត្រូវថែមសាប៊ូ1មីលីលីត្រទៅថែមបន្តទៀតណាហើយយើងនឹងធ្វើការក្រឡុកវាជាលើកទី3ទៀតគឺ15វិនាទីដូចគ្នាដោយសារតែការក្រឡុកលើកទី3នេះគឺពពុះវាអត់ឡើងដល់ដបមានស្ថិរភាពស្មើនឹងដបទឹកម៉ាស៊ីនខាងនេះទេអញ្ចឹងយើងចង់ដឹងថាតើសាប៊ូហ្នឹងពិតជាចាប់ជាតិកបោនៅក្នុងដបទឹកងហ្នឹងបានយ៉ាងដូចម្តេចទៀតអញ្ចឹងយើងត្រូវថែមសាប៊ូ1មីលីលីត្រទៀតដើម្បីឲ្យវាមានសភាពស្មើគ្នាហើយបន្ទាប់មកយើងធ្វើការក្រឡុកវា15វិនាទីដូចមុនដែរ
បន្ទាប់ពីការធ្វើត្រឡប់រួចមកសូមអ្នកទាំងអស់គ្នាជួយសង្កេតមើលតើដបទឹកម្ដងហ្នឹងពពុះសាប៊ូឡើងទៅដល់កម្រិតដបស្មើនឹងដបទឹកម៉ាស៊ីនហើយអញ្ចឹងយើងឃើញថាពពុះសាប៊ូហ្នឹងគឺវាឡើងដល់ស្មើគ្នានៅដបទឹកម៉ាស៊ីនហើយប៉ុន្តែចំពោះភាពខ្លាំងរបស់ទឹកវិញគឺដបទឹកកម្ដងហ្នឹងគឺវាមានភាពល្អជាងដបទឹកម៉ាស៊ីនពីធ្វើការត្រឡប់ហើយអញ្ចឹងបានន័យថាសាប៊ូហ្នឹងវាទៅចាប់ម៉ូលេគុលជាកបោនៅក្នុងទឹកហ្នឹងដែលធ្វើឲ្យទឹកហ្នឹងប្រែជាល្អក់ខ្លាំងជាងមុនតទៅទៀតជាលទ្ធផលបានបង្ហាញថាសាប៊ូពិតជាអាចកំណត់កំហាប់ជាតិកបោនៅក្នុងទឹកធម្មជាតិបានអញ្ចឹងតើយើងអាចកំណត់កំហាប់កបោនៅក្នុងទឹកហ្នឹងបានយ៉ាងដូចម្តេចដើម្បីកញ្ញារកកំហាប់កាល់ស្យូមកាបូណាតនៅក្នុងទឹកនេះបានយើងអាស្រ័យទៅលើការប្រើប្រាស់សាប៊ូចំនួននៃការប្រើប្រាស់សាប៊ូរបស់យើងដែលយើងបានប្រើប្រសិនបើសាប៊ូ1មីលីលីត្រអាចចាប់កំហាប់កាល់ស្យូមកាបូណាតចំនួន10មីលីក្រាមក្នុងទឹក1លីត្រតាមរយៈការពិសោធន៍យើងបានប្រើសាប៊ូ4មីលីលីត្រនោះអាចចាប់យកកំហាប់កាល់ស្យូមកាបូណាតក្នុងទឹកចំនួន40មីលីក្រាមក្នុងទឹក1លីត្រដូច្នេះឆ្លងកាត់តាមរយៈការពិសោធន៍ការប្រើប្រាស់សាប៊ូពិតជាអាចកំណត់កំហាប់កាល់ស្យូមកាបូណាតបានពិតប្រាកដមែនបន្ទាប់ពីការធ្វើពិសោធន៍ចប់ខ្ញុំក៏មានសំណួរ3ដើម្បីសួរពង្រីកចំណេះដឹងទៅដល់អ្នកទាំងអស់គ្នាផងដែរដោយទី1តើហេតុអ្វីបានជាយើងប្រើប្រាស់សាប៊ូដើម្បីកំណត់កំហាប់កាល់ស្យូមកាបូណាតហើយទី2តើកត្តាអ្វីខ្លះដែលអាចប៉ះពាល់ដល់សកម្មភាពទឹកនៃការធ្វើតេស្តនេះហើយសំណួរទី3តើកំហាប់កាល់ស្យូមកាបូណាតដែលអ្នកឃើញហ្នឹងវាមានលក្ខណៈជាទឹកទន់ទឹកមធ្យមឬក៏ទឹករឹងដោយក្នុងនោះបើសិនជាកំហាប់ដែលអ្នកឃើញពី0ទៅ60ទឹកគឺជាទឹកទន់ហើយបើកំហាប់ដែលអ្នកឃើញពី61ទៅដល់120គឺទឹករឹងមធ្យមបើសិនបើជាកំហាប់ដែលអ្នកឃើញមានចំនួនធំជាង120នោះគឺទឹករឹងខ្លាំងដូចនេះការពិសោធន៍របស់ខ្ញុំនៅថ្ងៃនេះគឺបានបញ្ចប់ទៅនេះសូមអរគុណសូមជម្រាបលា